វីដេអូដំណើរកម្សាន្តថ្ងៃសម្រាប់របស់ខ្ញុំជាវីដេអូទី3តោះយើងមកដល់វត្តឥឡូវយើងឡើងទៅមើលទិដ្ឋភាពខាងលើទាំងអស់គ្នាវត្តសវណ្ណសាគរទិដ្ឋភាពនៅខាងលើពិតជាស្រស់ស្រាយមែនទែនភ្លៀងធ្លាក់ស្រេចហើយយើងមើលទៅកាន់មាត់ទន្លេវាខ្ពស់មែនទែនខ្ញុំអត់ហ៊ានថតចុះទៅក្រោមពេកខ្លួនឯងមើលទៅវារៀងស្ងើបដែរហើយខ្ញុំបានធ្វើដំណើរទៅមកខាងទៀតកន្លែងនេះជាទីសក្ការៈដែលមានព្រះពុទ្ធបដិមាដែលយើងទាំងអស់គ្នាទៅពីឆ្ងាយហ្នឹងយើងឡើងទៅទស្សនាកន្លែងហ្នឹងមើលធម្មជាតិមើលព្រៃព្រឹក្សាមើលមាត់ទន្លេអីចឹងណាហើយអ្នកទាំងអស់គ្នាកំពុងតែឃើញនេះគឺខ្ញុំស៊ូមកាមេរ៉ាទៅហ្នឹងគឺកន្លែងគេដាក់អង្តែនហើយបន្ទាប់មកខ្ញុំក៏បានថតរូបព្រះអង្គគឺព្រះពុទ្ធរូបដែលគេដាក់តាំងសម្រាប់យើងទៅថ្វាយបង្គំទាំងអស់គ្នាមានព្រះអង្គកាន់បាតព្រះអង្គគង់សមាធិអីចឹងជាដើមហើយក្នុងនោះដែរក៏ខ្ញុំបានថតទៅខាងជុំវិញតែនៅក្នុងវីដេអូនេះមិនដឹងថាគ្រប់សពជ្រុងជ្រោយអត់ទេបើសិនបើយើងចង់ទៅលេងម្ដងទៀតប្រហែលជាទឹកឡើងច្រើនជាងមុនហើយព្រោះរដូវកាលនេះជារដូវកាលវស្សាភ្លៀងធ្លាក់ប្រចាំថ្ងៃអញ្ចឹងទឹកក៏វាឡើងទៅតាមនោះដែរហើយវីដេអូយើងជាចុងបញ្ចប់នេះក៏មិនទាន់អស់ប៉ុណ្ណឹងខ្ញុំមានវីដេអូដែលជីត្រឡប់មកវិញដែរហើយចាំដាក់បន្តភាគទៅទៀតអញ្ចឹងយើងមើលទិដ្ឋភាពជុំវិញនៅខាងលើហ្នឹងទាំងអស់គ្នា